រៀបសួរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះនាងខ្ញុំហ៊ុនសុភីសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់សម្ដេចតេជោផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពីទូនីតិសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានคล้ายកូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 លើស 1000 នាក់ក្នុងមួយថ្ងៃរយៈពេល 3 ថ្ងៃជាប់គ្នាតទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពីទូនីតិសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានคล้ายដែលប្រធានបទនេះពិតជាមានសារៈសំខាន់និងសមស្របតាមការវិវត្តនៃសភាពការជាក់ស្ដែងនាពេលបច្ចុប្បន្នតាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពីទូនីតិសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានคล้ายនៅថ្ងៃទី19ខែធ្នូសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសម្ដេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងសូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំជាការជួបជុំនិពន្ធនាយកនៃស្ថាប័នសារព័ត៌មានដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនាពេលកន្លងមកជាពិសេសកំណត់ទិសដៅសម្រាប់អនុវត្តបន្តក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាពគុណតម្លៃកិត្យានុភាពរបស់ស្ថាប័នព័ត៌មាននិងសេរីភាពខាងសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោបញ្ជាក់ថាវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ2020បានលើកយកប្រធានបទស្ដីពីទូនីតិសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានคล้ายគឺពិតជាមានសារៈសំខាន់និងសមស្របតាមការវិវត្តនៃសភាពការជាក់ស្ដែងនាពេលបច្ចុប្បន្នដែលសកលលោកទាំងមូលបាននឹងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ជាជំងឺឆ្លងសកលដ៏កាចសាហាវដែលរហូតមកដល់ពេលនេះបានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលសុខភាពសាធារណៈនិងបានឆក់យកអាយុជីវិតមនុស្សនៅទូទាំងសកលលោកអស់ជិត2លាននាក់ហើយមនុស្សជាង59លាននាក់ទៀតកំពុងផ្ទុកមេរោគ COVID-19 បានធ្វើឲ្យប្រទេសមួយចំនួនសម្រេចចិត្តដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាអាសន្នបិទប្រទេសផ្អាកការឆ្លងកាត់ដែលជាការកាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្មធ្វើឲ្យសេដ្ឋកិច្ចសកលលោកមានការធ្លាក់ចុះយ៉ាងគំហុកសុខភាពសាធារណៈត្រូវបានគំរាមកំហែងនិងប្រឈមទៅនឹងការបាត់បង់អាយុជីវិតមនុស្សដែលមិនអាចប៉ាន់ស្មានបានចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានប្រព័ន្ធអនឡាញកាលពីពេលកន្លងទៅរហូតមកដល់ពេលនេះមានក្រុមហ៊ុនអាជីវកម្មចំនួន 2700 ហើយបានចុះអនុវត្តចុះបញ្ជីតាមប្រព័ន្ធនេះហើយនៅមាននាមករបំរុងទុកជាង 3100 ផ្សេងទៀតត្រូវបានពិនិត្យរួចរាល់តាមរយៈគណនីទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់ការិយាល័យចុះឈ្មោះអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានបង្ហាញថាគិតត្រឹមព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2020ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីបានកើនឡើងដល់ចំនួន 2693 ហើយពាក្យស្នើសុំរបស់ក្រុមហ៊ុនចំនួន 621 កំពុងតែធ្វើការត្រួតពិនិត្យនៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថាជាមួយនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យាព័ត៌មានឬតាមប្រព័ន្ធអនឡាញខាងលើនេះក៏មានការចុះឈ្មោះនាមករបំរុងទុកផងដែរដែលក្នុងនោះនាមករដែលទទួលបានជោគជ័យមានចំនួន 3167 ឈ្មោះហើយនាមករដែលកំពុងធ្វើការត្រួតពិនិត្យមានចំនួន 184 ឈ្មោះឯកឧត្តមផាន់ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗថា
ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនេះបានចំណាយពេលវេលាតិចនិងមានភាពងាយស្រួលជាទីបំផុតគឺមិនដូចកាលពីពេលមុននោះទេខណៈពីមុនមានស្ថានភាពស្មុគស្មាញច្រើនដែលរត់ការតាមដំណាក់កាលជាច្រើនស្ថាប័នឯកឧត្តមបន្តថាតាំងពីមុននៅពេលចុះបញ្ជីអាជីវកម្មរបស់ក្រុមហ៊ុនត្រូវឆ្លង3ទៅ4ស្ថាប័នប៉ុន្តែឥឡូវនេះគ្រាន់តែចូលទៅក្នុង website របស់ក្រសួងហើយបញ្ចូលរាល់ឯកសារពាក់ព័ន្ធទៅនឹងប្រព័ន្ធចុះបញ្ជីតែប៉ុណ្ណោះដោយក្នុងរយៈពេល8ថ្ងៃនឹងទទួលបាននេះជាការឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគនិងសម្រួលនីតិវិធីនៃការចុះបញ្ជីឲ្យបានកាន់តែលឿនដល់ធុរកិច្ចនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនៃជំងឺ Covid-19 នាពេលនេះប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2020កន្លងមកនេះគឺបង្គោលចថ្មីមួយនៃការកែតម្រង់មុតស្រួចរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែងនិងធ្វើឲ្យប្រសើរឡើងនៅបរិយាកាសវិនិយោគនៅកម្ពុជាលើពីនេះប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះនឹងផ្ដល់ឱកាសដ៏សំខាន់មួយទៀតផងដែរដល់ធុរជនដែលកំពុងស្វែងរកឯកសារកតិយុត្តកំណត់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួនដើម្បីពន្លឿននិងទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងវិធានការជួយដល់វិស័យឯកជនដែលទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 តបតាមការអញ្ជើញរបស់ខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃឯកឧត្តមងួនរតនៈអភិបាលខេត្តបាត់ដំបងនិងឯកឧត្តមអ៊ុំរិទ្រីអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស្រះកែវដែលដឹកនាំដោយឯកឧត្តមគៀតពិស័កចន្ទ្រាអភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាការជំរុញឲ្យមានដំណើរការសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញតាមច្រកទ្វារព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃកិច្ចប្រជុំពិភាក្សានេះដែរប្រព្រឹត្តទៅនៅចំណុចព្រំប្រទល់លើស្ពានច្រកទ្វារព្រំដែនភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជានិងច្រកអន្តរជាតិខៅឌិនស្រុកខ្លងហាតខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃគោលបំណងនៃកិច្ចប្រជុំពិភាក្សាគឺផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយច្បាប់ស្ដីពីការគ្រប់គ្រងស្ថានភាពក្នុងគ្រាអាសន្ននៅក្នុងប្រទេសថៃដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការចូលទៅនៅនិងប្រកបអាជីវកម្មវិញបានក្រោយពេលដែលមានការផ្អាកជាបណ្ដោះអាសន្នក្នុងកំឡុងពេលនៃវិបត្តិ Covid-19 បានផ្ទុះឡើងនៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជាជាពិសេសដើម្បីសម្រួលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទាំងពីរក្រោយទទួលរងគ្រោះនៅវិបត្តិ Covid-19 នេះកិច្ចប្រជុំនេះមានរបៀបវារៈចំនួន3សំខាន់1ឲ្យពលករកម្ពុជាចូលមកធ្វើការប្រមូលផលិតផលកសិកម្មនៅប្រទេសថៃ2ឲ្យអាជីវករកម្ពុជាចូលមកប្រទេសថៃដើម្បីប្រកបអាជីវកម្មនៅក្នុងផ្សាររំឃ្លឿខេត្តបន្ទាយមានជ័យ3បើកដំណើរការស្ពានមិត្តភាពនងអៀនស្ទឹងបត់ខាងខេត្តបន្ទាយមានជ័យក្រោយពីធ្វើការពិភាក្សារួចមកភាគីកម្ពុជានិងភាគីថៃបានសម្រេចលទ្ធផលដូចជាទី1ខេត្តបាត់ដំបងស្នើឲ្យភាគីខេត្តស្រះកែវអនុវត្តវិធានការសុខាភិបាលចាត់តល័យស័ក14ថ្ងៃនៅប្រទេសថៃដល់ប្រជាពលរដ្ឋកម្ពុជាមុននឹងចូលទៅធ្វើការធម្មតាដែលក្នុងនោះភាគីខាងខេត្តស្រះកែវបានធ្វើការឯកភាពគ្នាហើយថៅកែដែលយកប្រជាពលរដ្ឋខ្មែរទៅធ្វើការគឺជាអ្នកធានាសុខភាពនិងរ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងកំឡុងពេលធ្វើចាត់តល័យស័កទី2រដ្ឋបាលខេត្តបាត់ដំបងបានស្នើដល់ភាគីខេត្តស្រះកែវឲ្យបន្ថែមពេលវេលាបើកច្រកព្រំដែនអន្តរជាតិភ្នំដីពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចទៅជាម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់វិញភាគីខេត្តស្រះកែវទទួលយកសំណើនិងយកទៅពិភាក្សាបន្ថែមទី3គឺក្នុងករណីពលករកម្ពុជាមានជំងឺឬវិជ្ជមាន Covid-19 ស្នើឲ្យភាគីខេត្តទទួលរ៉ាប់រងព្យាបាលដោយភាគីខេត្តស្រះកែវនឹងយកទៅពិភាក្សាបន្ថែមសូមបញ្ជាក់ថាក្នុងកិច្ចប្រជុំពិភាក្សានេះភាគីខេត្តស្រះកែវបានរៀបចំព្រៀងកំណត់ហេតុរួមមួយដោយមានការចុះហត្ថលេខា3ភាគីមានខេត្តស្រះកែវខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដោយឡែកខេត្តបាត់ដំបងនិងបន្ទាយមានជ័យស្នើសុំយកពង្រៀងកំណត់ហេតុរួមនេះមកពិនិត្យជាមុនសិននិងចំណុចដែលខេត្តមិនអាចសម្រេចបានខេត្តនឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃជាមុនសិន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2020នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជាដោយបញ្ជាក់ថាមិនមានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីនោះទេរយៈពេល3ថ្ងៃជាប់គ្នាហើយដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជានៅថ្ងៃនេះផងដែរក្រសួងសុខាភិបាលបានប្រកាសពីការព្យាបាលអ្នកជំងឺ COVID-19 ចំនួន17នាក់ជាសះស្បើយនិងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងនោះអ្នកជាសះស្បើយចំនួន15នាក់ជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍28វិច្ឆិកានិងជាអ្នកជាសះស្បើយពីអ្នកផ្សេងទៀតធ្វើដំណើរមកពីក្រៅប្រទេសសូមបញ្ជាក់ថាគិតត្រឹមម៉ោង7ព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2020នេះនៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុប362នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន341នាក់និង21នាក់កំពុងសម្រាកនៅមន្ទីរពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបដិញ្ញាបង្ការនិងទប់ស្កាត់ជំងឺគ្រុនចាញ់ឲ្យនៅកម្រិតទាបបំផុតដើម្បីចូលរួមសម្រេចជោគជ័យលើការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំឬ Falciparum ឲ្យអស់ក្នុងដំណាក់កាលចុងក្រោយឆ្នាំ2020-2023 នៅកម្ពុជានាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែមលោកវិជ្ជបណ្ឌិតប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្រុមការងារគណៈកម្មការលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកំពង់ឆ្នាំងបានបន្តបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ដោយផ្ដល់មុងជ្រលក់ថ្នាំអង្រឹងមុងនិងចែកលិខិត្តប័ណ្ណណែនាំអំពីការបង្ការនិងវិធានការទប់ស្កាត់ដែលបានជួយឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើនបន្ថែមទៀតលោកវិជ្ជបណ្ឌិតបានបន្តទៀតថាពេលមានអ្នកជំងឺគ្រុនចាញ់នៅតាមតំបន់ប្រឈមគឺតែងតែមានក្រុមគ្រូពេទ្យចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការអង្កេតតាមដានប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូលនិងផ្ដល់ថ្នាំសម្រាប់ព្យាបាលថ្ងៃនេះយើងនៅតែអនុវត្តទៅតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់2025របស់រាជរដ្ឋាភិបាលនៅសកម្មតារាយើងការតាមដានគណៈមានរោគផលជារោគវិជ្ជមាននិងយើងទៅចុះអង្កេតគ្រួសារនៅជុំវិញគាត់នៅភូមិគាត់ហ្នឹងដើម្បីបញ្ជាក់ថាមានការឆ្លងនៅក្នុងភូមិគាត់ឬឆ្លងនាំចូលអញ្ចឹងហើយសម្រាប់ការងារបន្តទៀតយើងមានការចុះទៅដល់ភូមិការអប់រំប្រជាពលរដ្ឋនៅក្នុងភូមិអំពីវិធានការការពារនិងការវិនិច្ឆ័យទៅតាមច្រកដែលគាត់ចេញចូលព្រៃហើយបើសិនរកឃើញថាច្រកគាត់ចេញចូលព្រៃកន្លែងណាមានចំនួនប្រមាណយើងគឺតេស្តនឹងឲ្យថ្នាំគាត់នៅកន្លែងទីតាំងនោះតែម្ដងសូមបញ្ជាក់ថារយៈពេល11ខែឆ្នាំ2020នេះស្ថានភាពជំងឺគ្រុនចាញ់នៅទូទាំងខេត្តកំពង់ឆ្នាំងសរុបមានចំនួន427ករណីបើធៀបនឹងឆ្នាំ2019ក្នុងរយៈពេល11ខែដូចគ្នាមានចំនួន1654ករណីថយចុះចំនួន1227ករណីស្មើនឹង 74% នាងខ្ញុំហាន់ស្រីណាវិទ្យុជាតិកម្ពុជាលោកអ្នកនាងកំពុងស្ដាប់វិទ្យុជាតិកម្ពុជា AM 918 kHz និងវិទ្យុវត្តភ្នំ FM 105.70 MHz តទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានអន្តរជាតិនៅព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2020នេះប្រទេសកូរ៉េខាងត្បូងបានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន1062នាក់ទៀតវាជាថ្ងៃទី3ហើយដែលប្រទេសធ្លាប់ធ្វើការទប់ស្កាត់ការរាតត្បាតជំងឺបានយ៉ាងល្អប្រសើរមួយនេះបានជួបប្រទះករណីឆ្លងលើស 1000 នាក់ក្នុងមួយថ្ងៃនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA សម្រាប់អត្រាឆ្លងលើស 1000 នាក់ក្នុងមួយថ្ងៃបែបនេះគឺជាតួលេខខ្ពស់បំផុតដែលកូរ៉េខាងត្បូងមិនធ្លាប់បានជួបប្រទះឡើយគិតចាប់តាំងពីខែមករាឆ្នាំ2020ដែលជាពេលដែលប្រទេសអាស៊ីបូព៌ាមួយនេះបានរកឃើញករណីឆ្លង COVID-19 ដំបូងបើធៀបនឹងប្រទេសធំៗផ្សេងទៀតអត្រាឆ្លង 1000 នាក់ក្នុងមួយថ្ងៃគឺជាកម្រិតមធ្យមមួយប៉ុណ្ណោះប៉ុន្តែសម្រាប់កូរ៉េខាងត្បូងដែលធ្លាប់ធ្វើការទប់ស្កាត់ជំងឺ COVID-19 បានយ៉ាងល្អនិងត្រូវបានចាត់ទុកជាគំរូមួយផងដែរនោះតួលេខបែបនេះគឺពិតជាអាក្រក់បំផុតគួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះអាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្ដើមអនុវត្តការរឹតបន្តឹងវិធានការសុវត្ថិភាពសង្គមក្នុងនោះមានដូចជាការហាម5ជួបជុំគ្នាលើសពីមនុស្ស10នាក់បិទសាលារៀនទាំងអស់នៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញផ្អាកអាជីវកម្មដែលប្រឈមមួយចំនួននិងតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនឬស្ថាប័នមួយចំនួនបំពេញការងារពីផ្ទះជាដើមគិតត្រឹមព្រឹកថ្ងៃសុក្រនេះចំនួនករណីឆ្លង COVID-19 នៅប្រទេសកូរ៉េខាងត្បូងមានសរុប 46453 ករណីក្នុងនោះស្លាប់636នាក់និងជាសះស្បើយវិញ 33610 នាក់លោកអ្នកនាងស្ដាប់ជាទីមេត្រីព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះ